ខ្ញុំដូចជាវិលមកអ្នកยังไม่ได้ហើយ ខ្ញុំដូចជាវិលមកណាស់នេះតើអ្នកអាចជូនខ្ញុំទៅផ្លូវខាងមុខនោះទៅផ្ទះខ្ញុំបានទេ បាទនេះប្រពន្ធអញតើនេះហើយគេមកតមអ្នកតានេះធ្វើអីយីឬមួយក៏គេមកតមអ្នកតានេះដើម្បីបន់ស្រន់សុំឲ្យមានកូន ផ្ទះឲ្យលឿនទៅល្ងាចហើយតិចថាប្តីខ្ញុំមកទាន់ងាប់តាំងពីឥឡូវហើយណា នាងបន្តិចទៀតនាងឯងនឹងដឹងសខ្មៅជាមួយនឹងអញហើយនាងឯងសប្បាយចិត្តសិនចុះបន្តិចទៀតទឹកភ្នែកនាងឯងជ្រុះដល់ក្បាលជង្គង់ទោះចង់សោយក៏សោយមិនបានដែរឯងអើយឯងខ្ញុំដូចជាពិបាកក្នុងខ្លួនណាស់ឯងអើយលោកដង្ហើមសឹងតែមិនដល់គ្នា នេះវីវហើយនេះប្តីខ្ញុំមិនទាន់ស្លាប់ទេឲ្យលឿនទៅឆាប់ទៅរកកន្លែងពូនទៅឲ្យលឿនឡើង អ្នកឲ្យអ្នកត្រជាមួយឆ្នាំទៀតមកនឹងអាខ្ញុំងូតហើយនឹងអាស្លាប់អូយក្តៅណាស់អូយឯង អ្នកអើយអ្នកអូយអ្នកស្លាប់ហើយអូយធ្វើមិនដេចទៅខ្ញុំ នាងឯងម្ដងនេះរត់មិនរួចពីកណ្ដាប់ដៃយើងទេពួកឯងឆាប់ចាប់នាងវាយនាងឲ្យស្លាប់ទៅឲ្យវារៀងថាគ្មានននណាហ៊ានមកហូតកុហកពួកអញនោះទេចាញ់បោកនាងនោះទៀតហើយនាងបោកពួកយើងឲ្យសែងខ្មោចចេញពីទេហើយឥឡូវនេះមកចាញ់បោកនាងនោះមកលក់ខ្លួនពួកយើងទៀតនាងហេនាងឯងថ្ងៃនេះពិតជាស្លាប់ហើយកិច្ចមិនរួចពីកណ្ដាប់ដៃអញទេនាងហងឯងបានបញ្ឆោតយើងច្រើនដងហើយឥឡូវនេះ លៀនអណ្ដាតនាងនោះក៏លៀនអណ្ដាតទៅលិតអណ្ដាតអាចោនោះក៏លិតអណ្ដាតនាងនោះយូរទៅត្រាពីព្រៃនាយមានបរិសម្នាក់មានប្រពន្ធនៅជាមួយគ្នាតែពុំមានកូន រាល់ថ្ងៃនេះមិនដឹងជាស្អីទេរៀបការជាមួយគ្នាឡើងយូរហើយរកតែកូនមួយគ្រាប់គ្មានទេហើយមួយថ្ងៃប្រើខ្ញុំឲ្យតែរៀបចំបាយម្ហូបមិនដូចឯប្រពន្ធគេសោះអង្គុយតែតុបតែងខ្លួនប្តីជាអ្នករកស៊ីនិងបម្រើប្រពន្ធគ្រប់បែបយ៉ាងហើយលើពីនេះគេមានអ្នកបម្រើឆ្វេងស្ដាំប្រាក់គេមិនខ្វះចាយឯចំណែកឲ្យប្តីឯងណេះក្រឲ្យរហាមងោះមួយថ្ងៃមិនចង់និយាយរកមួយម៉ាត់ផងគ្មានចេះផ្អែមល្ហែមជាមួយនឹងប្រពន្ធអីទេឲ្យថ្មឹងដូចគល់ឈើតើឲ្យទៅបានកូនមកពីណាបើងោះបែបនេះ និយាយរួចនាងនោះក៏បានយកក្អមទៅដងទឹកនៅឯមាត់ស្ទឹងនៅក្នុងពេលដែលដើរនោះក៏មានបរិសម្នាក់ដែលរស់នៅភូមិនៅជិតនោះក៏ដឹងហើយថានាងមានគ្រួសារហើយតែបរិសម្នាក់នោះនៅតែតាមស្រឡាញ់នាងឥតឈប់ឥតឈរ អីយ៉ាអីក៏ស្អាតម្លេះដំណើរក៏សំសួនទៀតប្រពន្ធគេក៏ដោយឲ្យតែពូកែញ៉ែច្បាស់ជាគេលេងប្តីគេមកយកយើងជាមិនខានទេអេអ្នកនាងអញចេញទៅណាហ្នឹងតាមមានអ្វីឲ្យខ្ញុំជួយទេខ្ញុំមើលទៅអ្នកនាងដូចជាមានគ្រួសារហើយចុះហេតុអ្វីក៏ប្តីអ្នកនាងមកឲ្យអ្នកនាងមកដងទឹកទៀតបើខ្ញុំជាប្តីវិញណាខ្ញុំរែកទឹកដាក់ឲ្យប្រពន្ធពេញពីងឲ្យប្រពន្ធមកហត់នឿយដើរឆ្ងាយបែបនេះនោះទេ បន្ទាប់ពីឮសំឡេងហៅហើយនាងក៏បានចាប់ចិត្តមេត្រីទៅលើបរិសនោះដែរដោយសារតែគេមានសម្ដីផ្អែមហើយរូបសម្បត្តិក៏សង្ហាណាមួយនៅក្នុងចិត្តមិនពេញចិត្តនឹងប្តីខ្លួនឯងស្រាប់ផងក៏ស្រឡាញ់បរិសនោះបាក់ស្រាប់ ចានេះខ្ញុំណែមកដងទឹកនឹងណានេះដោយសារតែប្តីខ្ញុំក៏ទៅគាត់ដំឡងហើយនៅក្នុងផ្ទះมันមានទឹកផងខ្ញុំមកដងខ្លួនឯងទៅអូយខ្ញុំដូចជាវិលមកអូយ អ្នកយ៉ាងមិនទៅហើយ ខ្ញុំដូចជាវិលមកណាស់នេះតើអ្នកអាចជូនខ្ញុំទៅផ្លូវខាងមុខនោះទៅផ្ទះខ្ញុំបានទេ បាទអ្នកនាងអូយអ្នកនាងដើរឲ្យស្រួលបួនណាប្រយ័ត្នដួល បន្ទាប់ពីថ្ងៃនោះមកពួកគេមានភាពស្និទ្ធស្នាលជាមួយនឹងគ្នាហើយក៏បានណាត់ជួបគ្នាជារឿយយូរទៅនាងជាប្រពន្ធនោះបាននាំសហាយមកដេកនៅក្នុងផ្ទះសឹងរាល់ថ្ងៃ អ្នកខ្ញុំមិនចង់នៅដូចសពថ្ងៃនេះទេអ្នកជាសហាយស្មន់នឹងគ្នាដូចលាក់ប្តីអ្នករហូតបើអ្នកមិនយល់ទាស់ទេអ្នករត់ទៅតាមខ្ញុំតែម្ដងទៅ ទេអ្នកធ្វើបែបនេះមិនបានទេអ្នកនិយាយស្រួលណាស់ប៉ុន្តែខ្ញុំឯណេះពិបាកធ្វើវាមិនដូចការនិយាយនោះទេស្រួលឥឡូវអញចេះខ្ញុំឮថានៅក្នុងព្រៃមានខ្ទមអ្នកតាមួយស័ក្តិសិទ្ធិចាំខ្ញុំទៅបន់អ្នកតានោះឲ្យតែកោប្តីខ្ញុំឲ្យស្លាប់ពួកយើងនឹងរស់នៅជាមួយគ្នាតទៅ លុះថ្ងៃមួយប្តីទៅជីកដំឡូងនៅក្នុងព្រៃដល់ថ្ងៃក្តៅខ្លាំងក៏ចុះអាស្រ័យទៅខ្ទមអ្នកតានោះចំណែកឯប្រពន្ធរៀបចំអីវ៉ាន់បន់ស្រន់អ្នកតាឲ្យទៅកៃកោប្តីឲ្យស្លាប់និងយកសហាយធ្វើជាប្តីរៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះ ទេប្រពន្ធអញតើនេះហើយគេមកតមអ្នកតានេះធ្វើអីយីឬមួយក៏គេមកតមអ្នកតានេះដើម្បីបន់ស្រន់សុំឲ្យមានកូនអញរកទៅស្ដាប់នៅឯក្រោយអ្នកតាសិន
ចាំមើលប្រពន្ធអញនិយាយអ្វីខ្លះ អូអ្នកតាអើយអ្នកតានាងខ្ញុំមកនេះគឺសូមបន់ស្រន់អ្នកតាឲ្យជួយកាច់កប្តីខ្ញុំឲ្យស្លាប់ទៅគេរស់នៅក៏នោមតែពិបាកដែរនាងខ្ញុំឯណេះចង់បានប្តីមួយទៀតអញ្ចឹងហើយអ្នកតាជួយសម្រេចបំណងខ្ញុំផងបើបំណងប្រាថ្នានេះបានសម្រេចនាងខ្ញុំនឹងថ្វាយជ្រូកមួយជូនអ្នកតា បន្ទាប់ពីប្តីបានលឺសពគ្រប់អស់ហើយមានការភ្ញាក់ផ្អើលជាខ្លាំងក៏បានឆ្លើយពីក្រៅខ្នងអ្នកតាមកថា បើនាងមានសហាយហើយបើនាងឯងចង់ឲ្យកាច់ប្តីនាងឯងឲ្យស្លាប់ចូលនាងវិលត្រឡប់ទៅផ្ទះវិញរកមន់ក្រាបទាំងមេទាំងពងមួយសម្បុកស្ងោទុកឲ្យប្តីនាងឆៃទៅវានឹងស្លាប់ហើយ លឺដូច្នោះស្មានថាអ្នកតាបង្កក៏ប្រញាប់វិលមកផ្ទះវិញទិញមេមន់ក្រាបមួយសម្បុកស្ងោទុកឲ្យប្តីឆៃដើម្បីឲ្យប្តីស្លាប់ហើយនឹងបានយកសហាយ អ្នកអីអ្នកឆាប់ទៅផ្ទះឲ្យលឿនទៅល្ងាចហើយតិចថាប្តីខ្ញុំមិនទាន់ងាប់តាំងពីឥឡូវហើយអ្នក មិនអីទេអ្នកខ្ញុំទៅហើយអ្នកចាំមិនចាំជួយប្រាប់ខ្ញុំមកវិញផងបើវាស្លាប់ខ្ញុំនឹងមកម្ដងទៀតណាអ្នក អ្នកទៅឲ្យលឿនទៅអើយនិយាយច្រើនណាស់ លុះដល់ប្រឡូកប្តីមកពីជីកដំឡូងវិញមកដល់ផ្ទះក៏សួរប្រពន្ធថា អ្នកថ្ងៃនេះអ្នកបានអីឆៃបាយ អូលោកប្តីមកហើយ ខ្ញុំបានមេមន់និងបងមន់ក្រាបមួយសម្បុកទុកស្ងោឲ្យអ្នកនឹងណា បើអញ្ចឹងអ្នករៀបបាយរៀបទឹកឲ្យខ្ញុំឥឡូវមកខ្ញុំឃ្លានណាស់មកពីជីកដំឡូងអស់កម្លាំងផងបានមន់ស្ងោបែបនេះឆ្ងាញ់ណាស់ច្បាស់ជាមានកម្លាំងហើយ ចាអ្នកអញ្ចឹងទៅចាំនៅឯក្រែសិនទៅចាំខ្ញុំរៀបចំជូនអ្នកប្រហែលជាឃ្លានហើយសូមអ្នកឆៃឲ្យច្រើនទៅណា បុរសនោះក៏បានដើរទៅចាំនៅឯក្រែខាងក្រៅ នាងបន្តិចទៀតនាងឯងនឹងដឹងសខ្មៅជាមួយនឹងអញហើយនាងឯងសប្បាយចិត្តសិនចុះបន្តិចទៀតទឹកភ្នែកនាងឯងជ្រុះដល់ក្បាលជង្គង់ទោះចង់សោយក៏សោយមិនបានដែរ ប្រពន្ធក៏លើកបាយព្រមទាំងមេមន់និងពងមន់ក្រាបមកឲ្យប្តីឆៃ អ្នកអីអ្នកខ្ញុំខំធ្វើប្រញាប់ប្រញាល់ណាអ្នកដើម្បីយកមកឲ្យអ្នកនឹងណាមន់ស្ងោនេះសូមអ្នកឆៃវាឲ្យអស់ទៅមិនចាំបាច់ទុកឲ្យខ្ញុំទេណាអ្នក បាទអរគុណច្រើនហើយណាអ្នកទៅធ្វើអីក៏ធ្វើទៅចុះ ចំណែកឯប្តីបន្ទាប់ពីឆៃហើយក៏បានចូលទៅក្នុងផ្ទះហើយធ្វើជាឈឺ ឯងអើយឯងខ្ញុំដូចជាពិបាកក្នុងខ្លួនណាឯងអើយលោកដង្ហើមសឹងតែមិនដល់គ្នាឯងអើយជួយខ្ញុំផងឯង នាងនោះបន្ទាប់ពីឃើញប្តីដេកឈឺហើយធ្ងរហឺនាងគិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយឯប្តីក៏ធ្វើជាដេកទៅចំណែកឯនាងនោះគិតស្មានថាប្តីស្លាប់ក៏ទៅបើកទ្វារនាំយកសហាយចូលទៅដេកជាមួយ អ្នកអីអ្នកផាប់ដើរឲ្យលឿនមកប្តីខ្ញុំវាដាច់ខ្យល់ស្លាប់ហើយអ្នកតាពិតជាស័ក្តិសិទ្ធិណាស់បន់ភ្លាមកាច់ភ្លាម ពិតមែនទេអ្នកយីអីក៏ស័ក្តិសិទ្ធិម្លេះតិចប្តីអ្នកមិនស្លាប់ខ្ញុំច្បាស់ជាស្លាប់ហើយ ស្លាប់ហើយខ្ញុំទៅមើលច្បាស់នឹងភ្នែករបស់ខ្ញុំដេកឲ្យស្ដោកស្ដឹងគ្មានដង្ហើមដកទេអ្នកកំភៃអី រំពេចនោះអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហើយប្រពន្ធមកប្រាប់ថា ឯងខ្ញុំរងាណាស់ឯងឆាប់ជួយទៅដាំទឹកឲ្យខ្ញុំមួយឆ្នាំងមកខ្ញុំរងាណាស់ឯងឲ្យលឿនរងាណាស់អញអើយ អ្នកវីវហើយអ្នកប្តីខ្ញុំមិនទាន់ស្លាប់ទេឲ្យលឿនទៅឆាប់ទៅរកកន្លែងពូនទៅឲ្យលឿនឡើង អ្នកខ្ញុំទៅណាអញ្ចេះអូយទៅណាគួរទៅក្រៅរឿងមួយក៏អូយមិនដឹងទៅណាទេអ្នក អ្នកអើយជឿតាមខ្ញុំទៅអ្នកទៅពូនឯក្នុងពីងទៅប្តីខ្ញុំមិនដឹងទេអ្នកចាអ្នកចាំខ្ញុំទៅដាំទឹកជូនអ្នក បន្ទាប់ពីនិយាយរួចនាងនោះក៏បានទៅដាំទឹកមួយឆ្នាំងយកមកឲ្យប្តីចំណែកឯសហាយមិនដឹងរត់ទៅពួននៅឯណាក៏ចូលទៅក្នុងពាងនៅលើផ្ទះនោះបន្ទាប់ពីដាំហើយនាងនោះក៏បានលើកទឹកក្តៅមួយឆ្នាំងយកមកឲ្យប្តី អ្នកខ្ញុំដាំពុះហើយអ្នក អ្នកឆាប់ជួយទៅដងតត្រជាមួយឆ្នាំងទៀតមកនឹងអាខ្ញុំងូតហើយនឹងអាស្លាប់
Đừng nghiền na anh ơi. បន្ទាប់ពីលឺប្តីចង់បានទឹកត្រជាក់មួយឆ្នាំងទៀតនាងជាប្រពន្ធក៏បានចុះទៅដងទឹកនៅឯពាងក្រោយផ្ទះដើម្បីយកមកឲ្យប្តី ចាអ្នកចាំបន្តិចណាអ្នកខ្ញុំនឹងដងយកមកឲ្យអ្នក នាងនោះកាន់ឆ្នាំងបណ្ដើរក៏គិតក្នុងចិត្តបណ្ដើរ អញស្មានតែវាងាប់ហើយតាមពិតវានៅចងកម្មចងពីអញឯនេះទៀត បន្ទាប់ពីឃើញប្រពន្ធចុះទៅបាត់ហើយប្តីក៏ប្រញាប់ប្រញាល់លើកឆ្នាំងទឹកដៅយកទៅស្រោចពីលើសហាយឲ្យស្លាប់ទៅ Ôi ôi cái đây nè ôi. Anh slap tư mình nụ chồng rấy ruột nữ nón từ thôn thành đầy tế anh ní anh khoa srei nè miền tế ban anh một lúi thưa sa hái chiều mùi nắng bồn anh slap tư បន្ទាប់ពីស្រោចទឹកដៅទៅលើសហាយហើយបរោះជាប្តីក៏បានទៅសំងំដេកវិញចំណែកឯនាងជាប្រពន្ធបានដងទឹកត្រជាក់ឡើងមកហើយក៏ឆ្លៀតទៅមើលសហាយនៅឯក្នុងពាង អ្នកអោនទៅងើបក្បាលមកធ្វើអីហាប្តីខ្ញុំមកឃើញស្លាប់ហើយចាំប្តីខ្ញុំស្លាប់សិនចាំអ្នកចេញមកអោនក្បាលទៅយី នាងជាប្រពន្ធឆ្ងល់ណាស់ហេតុអ្វីនាងនិយាយបែបនេះហើយនៅតែមិនអោននាងក៏ស្រាប់តែយកដៃលោកទៅពាល់មើលស្រាប់តែចាប់បានសក់រលេះរលួយរបូរចេញមកជាប់នឹងដៃ ហើយអ្នកអើយអ្នកអើយអ្នកស្លាប់ហើយអើយធ្វើមិនដេចទៅខ្ញុំអើយខ្ញុំច្បាស់ជាងាប់មិនខានទេ ប្តីឃើញប្រពន្ធនៅឈររេរក៏ហៅនាងឲ្យទៅដេកវិញ Nè chắp một đêm mong nè nhom anh nè ban thủ hai nè nè chắp một đêm mong nhom lấy ấy hai ចាអ្នក នាងជាប្រពន្ធនៅក្នុងចិត្តភ័យខ្លាចខ្លាំងណាស់ដោយសារតែប្តីដឹងរឿងអស់ហើយសម្លាប់សហាយក៏គិតក្នុងចិត្តថាប្រហែលជាប្តីនឹងចង់សម្លាប់ខ្លួនដែរ យីគេដឹងរឿងនេះអស់ទៅហើយតិចយប់នេះគេសម្លាប់ទាំងអញទៀតទៅ លុះព្រឹកឡើងនាងជាប្រពន្ធមិនដឹងថាតើគួរយកខ្មោចនោះទៅបោះចោលឯណានាងខ្វាយខ្វល់ចិត្តជាខ្លាំង ហើយតើខ្ញុំគិតយ៉ាងម៉េចទៅបើខ្មោចនៅឯក្នុងផ្ទះមួយយប់ហើយបើទុកទៀតវាច្បាស់ជាស្អុយបើនឹងហើយតើស្អុយសាយភាយអ្នកស្រុកអ្នកភូមិច្បាស់ជាដឹងគ្រប់គ្នាជាមិនខានទេខ្ញុំឯណេះត្រូវតែរកវិធីដោះស្រាយរឿងនេះឆាប់ហើយទៅបានហើយតើធ្វើយ៉ាងម៉េចទៅក្មួយនេះក៏ក្មួយអង្គុយស្រងោតស្រងាត់ម្លេះណែក្មួយប៉ុន្មានថ្ងៃនេះមិញឮថាមានចោរ 3-4 នាក់ល្បីណាស់លួចអ្នកស្រុកអ្នកភូមិអត់ឈប់អត់ឈរក្មួយនៅម្នាក់ឯងត្រូវប្រយ័ត្នប្រយែងផងដីមិននៅកុំចេះតែអង្គុយនៅក្រៅផ្ទះបែបនេះពិតមែនទេមីងអូយមានចោរ 3-4 នាក់ នាងនោះក៏បានគិតក្នុងចិត្តថា យីបើអញធ្វើល្បិចឲ្យចោរទាំងអស់នោះយកខ្មោចនេះចេញទៅក្រៅប្រហែលជាល្អហើយនឹកឃើញហើយ លុះព្រឹកឡើងនាងនោះក៏បានដើរទៅខ្ចីហូរផាមួងពីអ្នកស្រុកអ្នកភូមិមកហាលពេញមុខផ្ទះព្រំពេជ្រនោះចោលទាំង 4 នាក់ក៏បានលោកមើលឃើញហើយក៏និយាយថា Dì phụ anh nè mới mình đừng thả niềng nú miền sót ở đây vì trịch tại đồng lốn tẹt rò hám tai miến nạc với dục ní phụ dưỡng chặt cả tư bật mẹ nói phụ anh kịch thả niềng ní rò đáy tại tạm bật niềng ní miền ná anh mơ tại sao chìm niềng tới đằng hái với niềng làng choang phụ dưỡng thua cháu nếu phùng ní dù hỏi mình đừng thả miền sót niềng ní miền hồ phà muống chứ rằng ná dục ní phụ dưỡng chặt cả tư លុះយប់ស្ងាត់មកដល់ចោរទាំង 4 នាក់ក៏បានទៅចូលនៅក្នុងផ្ទះគិតថាលួចយកហូលផាមួងក៏ស្រាប់តែឃើញពាងធំមួយចងព័ទ្ធជុំវិញខ្វែងខ្វាត់គិតថាច្បាស់ជារបស់មានតម្លៃនៅក្នុងពាងនេះហើយតើគេចងជាប់យ៉ាងនេះ ពួកឯងឆាប់លើកពាងនេះទៅអញគិតថាពាងនេះហើយច្បាស់ជាមានរបស់មានតម្លៃច្រើនហើយទើបនាងនោះចងជាប់យ៉ាងនេះអូឯងសាក់លើកបន្តិចមើលអញលើកបន្តិចអត់រួចទេនេះអត់មានហើបសំបីតែបន្តិចមុនណាស់វើយអញសង្ស័យតែរបស់មានតម្លៃច្រើនណាស់ពេញមួយពាងតែម្ដងអញ្ចឹងពួកយើងឆាប់ផ្សែងចេញទៅក្រៅទៅកាន់តែឆាប់កាន់តែល្អហើយទៅឲ្យឆ្ងាយពីភូមិនេះ បន្ទាប់ពីនិយាយរួចចោរទាំង 4 នាក់នោះក៏បានសែងពាងនោះចេញទៅ ពួកឯងធ្ងន់អត់ណាអញនេះធ្ងន់ណាស់អូយដើរល្ងដៃងជើងអស់ហើយអញដឹងជានាងនោះមានទ្រព្យច្រើនម្ល៉េះអញដឹងអញ្ចឹងអញលូតាំងពីយូរឯងនៅនិយាយឯនឹងហើយអញនេះផ្សែងចង់បាក់ស្មាហើយនេះរកកន្លែងស្ងាត់ហើយដាក់ពាងនោះចូលនឹងឲ្យបើកមើលវើយ
និយាយឲ្យហើយណាយើងទាំង4នាក់ត្រូវតែចែកឲ្យស្មើៗគ្នាអត់មាននរណាយកច្រើនទេវើយ លោកសែងឆ្ងាយពីអ្នកស្រុកអ្នកភូមិហើយដល់កន្លែងស្ងាត់ពួកគេទាំង4នាក់ក៏ដកពាងចុះហើយយកដៃលោកចូលស្ទាបមើលម្នាក់ម្ដងយីពួកអដែងអញលូកទៅប៉ះសោតវើយឡើងរលោងបើមិនជឿឯងសាក់លូកម្ដងមើលវើយអញឯណេះដូចជាប៉ះស្លឹកត្រចៀកអីយ៉ាជ្រមកទៀតយីមានចិញ្ចើមទៀតអានេះខ្មោចហើយអីទេអាពួកឯងនេះទីដល់ទៅ2នាក់មិនដឹងស្អីមើលទុកឲ្យអញស្ទាបម្ដងមើលយីស្អីចេះដូចជាសាច់មនុស្សវើយណែខ្លួនមនុស្សណែអញស្ទាបប៉ះខ្លួនមនុស្ស បរោះទី4ឃើញដូច្នោះក៏មិនអស់ចិត្តក៏លូកដៃទៅពាល់ ទុកឲ្យអញម្ដងមើលដូចមិនច្បាស់ការសងវើយពួកអដែងម្រាមដៃច្បាស់ណាស់វើយម្រាមដៃឲ្យលឿនឡើងឆាប់រត់ខ្មោចហើយវើយ បន្ទាប់ពីលឺបែបនោះក៏ប្រកាសថានៅក្នុងទៀងនោះជាខ្មោចក៏នាំគ្នារត់ច្រែកជើងគ្នាទៅ វើយហត់ណាស់វើយហើយហត់ណាស់យីពួកយើងចាញ់បោកនាងនោះហើយវើយពិតមែនហើយតាមពិតនាងនោះធ្វើល្បិចបោកយើងបើសិនជាពួកយើងឃើញនាងម្ដងទៀតនាងឯងច្បាស់ជាស្លាប់ហើយនាងនេះពើពលជាងពួកចោលអញទៀត ជួនជាថ្ងៃមួយនាងនោះចុះទៅរកទិញអីវ៉ាន់ត្បិតមានសំពៅទៅនឹងមកដល់ពីស្រុកក្រៅនាងនោះដើរដល់ពាក់កណ្ដាលផ្លូវក៏បានជួបចោរទាំង4នាក់ យើនាងឯងម្ដងនេះរត់មិនរួចពីកណ្ដាប់ដៃយើងទេពួកអដែងឆាប់ចាប់នាងវាយនាងឲ្យស្លាប់ទៅឲ្យវារៀងថាគ្មាននរណាហ៊ានមកហូតកុហកពួកអញនោះទេតាំងពីពួកយើងធ្វើចោលមកគ្មាននរណាហ៊ានមកហូតកុហកពួកយើងទេនាងឯងមិនចាំបាច់ចង់រត់ទៅណាទេកិច្ចមិនរួចពីកណ្ដាប់ដៃពួកយើងឡើយ ហើយអ្នកឲ្យណែទោះបីជាពួកអ្នកចង់មកធ្វើបាបខ្ញុំឯណេះក៏វាគ្មានបានផលប្រយោជន៍អីដែរណែពួកអ្នកស្ដាប់ខ្ញុំទៅណាខ្ញុំមកនេះគឺមកយកប្រាក់ច្រើនណាស់ណែពីនាយដែលនៅសំពៅខាងមុខនោះបើអ្នកស្ដាប់តាមខ្ញុំពួកយើងនឹងបានប្រាក់ចែកគ្នាចាយណាណែ យីពិតមែនទេនាងហាមណាហាមហូតកុហកយើងទៀតឥឡូវយើងជឿនាងម្ដងទៀតចុះ ចាអ្នកបើអញ្ចឹងអ្នកស្ដាប់ខ្ញុំណាបើសិនជាខ្ញុំឡើងទៅដល់លើសំពៅហើយនៅពេលដែលខ្ញុំបក់ដៃហៅចាំអ្នកឡើងទៅបើខ្ញុំមិនបក់ដៃទេអ្នកនៅចាំខ្ញុំនៅឯច្រាំងនេះហើយណាអ្នក ទៅឆាប់ទៅឲ្យលឿនទៅពួកយើងទាំង4នាក់នឹងស្ដាប់តាមនាងម្ដងទៀត លុះសំពៅមកដល់នាងនោះក៏បានឡើងទៅលើសំពៅហើយក៏បាននិយាយជាមួយនាយសំពៅថា ណែអ្នកឯណែខ្ញុំឯណេះមកចង់លក់ខ្ញុំបំរើ4នាក់ណាណែពួកគេនៅទីនោះណែ4នាក់នោះខ្ញុំចង់លក់ទៅអ្នកក្នុង1នាក់2ណែន អើយអ្នកឲ្យអ្នកខ្ញុំហ៊ានទិញអ្នកក្នុង1នាក់តែ1ណែនកន្លះទេអ្នកព្រមលក់ទេអ្នកបើអ្នកព្រមលក់ខ្ញុំនឹងឲ្យប្រាក់ពីអ្នក ចាអ្នកអញ្ចឹងក៏បានដែរតែនៅពេលដែលពួកគេឡើងមកណែឆាប់ចាប់ចងគេនឹងច្រវាក់ឲ្យជាប់កុំឲ្យគេរត់ទៅវិញណាណែ បាទមិនអីទេអ្នកខ្ញុំមានមនុស្សចាប់គេហើយហើយអីអ្នក នាងនោះក៏ព្រមលួហើយក៏បានដើរចេញមកក្រៅបក់ដៃហៅចោរទាំង4នាក់ឲ្យឡើងលើសំពៅចោរទាំង4នាក់នៅពេលដែលឃើញនាងនោះបក់ដៃរួចក៏គិតថានាងបានហៅទៅយកប្រាក់ហើយក៏នាំគ្នាដើរឡើងលើសំពៅ វើយពួកយើងនាងនោះបក់ដៃហៅហើយឆាប់ដើរឲ្យលឿនទៅប្រហែលជាប្រាក់ច្រើនហើយបានជានាងនោះហៅយើងប្រញាប់ប្រញាប់បែបនេះមើលទៅដៃនាងទៅដឹងហើយ លុះចោរឡើងទៅដល់លើសំពៅហើយនាយសំពៅក៏បានប្រើអ្នកបំរើឲ្យចាប់ចងចោរទាំង4នាក់នោះនឹងច្រវាក់ជាប់សំពៅក៏បានចាក់ឆ្ងាយពីកំពង់ចំណែកឯនាងនោះក៏បានប្រាក់មួយថង់ក៏ប្រញាប់ប្រញាល់ដើរទៅផ្ទះវិញនាងនោះលុះដើរទៅឆ្ងាយទៅជួនមេឃងងឹតនាងក៏មិនហ៊ានដើរទៅផ្ទះបន្តក៏ឃើញដើមឈើធំមួយស្របនឹងផ្លូវនាងក៏ឡើងទៅដេកនៅលើដើមឈើនោះចំណែកឯចោរទាំង4នាក់ក៏មួម៉ៅជាខ្លាំងហើយនាំគ្នានិយាយថា យីពួកយើងចាញ់បោកនាងនោះទៀតហើយនាងមកពួកយើងឲ្យសែងខ្មោចចេញពីផ្ទះហើយឥឡូវនេះមកចាញ់បោកនាងនោះមកលក់ខ្លួនពួកយើងទៀតនាងនេះពិតជាប្រាជ្ញាមែនហើយយើងទាំង4នាក់នេះមកចាញ់ល្បិចឯស្រីម្នាក់ពិតជាធឺចិត្តណាស់ មេចោរទាំង4នាក់ខឹងណាស់ក៏នាំគ្នាកាច់ច្រវាក់បាក់ហើយរត់រួចខ្លួនចេញពីសំពៅនោះលុះឡើងមកលើគោរត់ប្រញាប់ប្រញាល់មេក៏ងងឹតផងក៏នាំគ្នាគិតថានឹងឡើងទៅដេកនៅលើចុងឈើនៅឯទីនោះដែរចោរទាំង4នាក់ក៏បានឡើងទៅដេកនៅឯមេឃឈើដែលនាងនោះដេកចោរ3នាក់ក៏បានដេកនៅលើមេឃរៀងខ្លួនពីគ្នាចំណែកឯចោរម្នាក់ទៀតក៏បានទៅដេកនៅលើមេឃដែលនៅជិតនាងនោះហើយក៏មានការភ្ញាក់ផ្អើលក៏និយាយថា
ហេនាងឯងថ្ងៃនេះពិតជាស្លាប់ហើយកិច្ចមិនរួចពីកណ្ដាប់ដៃអញទេនាងហងឯងបានបញ្ឆោតយើងច្រើនដងហើយឥឡូវនេះនាងឯងចង់រត់ក៏រត់ចុះមិនរួចដែរ នាងនោះឮដូច្នោះក៏មិនដឹងធ្វើជាយ៉ាងណាក៏បានលើកថង់ប្រាក់ឡើងហើយនិយាយថា ហើយអ្នកឯអ្នកនិយាយតិចទៅបានហើយខ្ញុំបានប្រាក់ច្រើនយ៉ាងនេះបើយើងយកគ្នាជាប្តីប្រពន្ធប្រាក់ទាំងអស់នេះយើងនឹងចាយវាទាំងពីរនាក់អ្នកកុំសម្លាប់ខ្ញុំអីទោះអ្នកសម្លាប់ខ្ញុំក៏អ្នកមិនបានផលអ្វីដែរយ៉ាងម៉េចដែរអ្នកតាអ្នកព្រមដែរទេអ្នកយើងយកគ្នាជាប្តីប្រពន្ធហើយប្រាក់ទាំងអស់នេះយើងទៅរកទីឲ្យមានជាងនេះទៅអ្នកកុំគិតយូរពេកអ្នកស្ដាប់តែខ្ញុំទៅ ចៅឮដូច្នោះក៏គិតមិននិយាយស្ដីក៏អោនទៅចិត្តនាងនោះយកដៃទៅអោបនាងហើយនិយាយថា នេះអូនបងពី3ដងហើយបើសិនជាបងបានអូននោះបងពិតជាមានសំណាងខ្លាំងហើយអូនគឺជាមនុស្សឆ្លាតហើយណាមួយបងឯនេះចាស់ហើយបើបានប្រពន្ធក្មេងហើយឆ្លាតបែបនេះរឿងអីដែលបងមិនព្រមនោះ មិននឹកស្មានថាថ្ងៃនេះអីក៏មានសំណាងម្លេះគេថាគ្រោះក្នុងលៀប ខ្ញុំខ្លាចតែអ្នកស្រឡាញ់ខ្ញុំមិនស្មោះចំណែកឯខ្ញុំណែស្រឡាញ់អ្នកចិត្តមួយថ្លើមមួយហើយ អូកុំគិតអញ្ចឹងតានាងធ្វើមិនដេចនឹងជឿចិត្តបងចង់ឲ្យបងស្បត់ឬមួយក៏ចង់ឲ្យបងធ្វើយ៉ាងណានាងឆាប់និយាយមក បើសិនជាបងស្រឡាញ់អូនដោយចិត្តមួយថ្លើមមួយហើយមានតែលិតអណ្ដាត អីយ៉ាស្ដាយអរ៉ុបទៀត គិតក្នុងចិត្តរួចចៅនោះក៏បានខិតទៅចិត្តនាងហើយលៀនអណ្ដាតនាងនោះក៏លៀនអណ្ដាតទៅលិតអណ្ដាតអាចៅនោះក៏លិតអណ្ដាតនាងនោះយូរទៅនាងនោះខំអណ្ដាតអាចៅនោះដាច់អស់មួយកំណាត់ហើយក៏យកដៃច្រានអាចៅនោះធ្លាក់ពីលើចុងឈើនោះទៅ អាចៅនោះធ្លាក់ទៅដល់ដីក៏ស្រែកហៅគ្នាឲ្យជួយប៉ុន្តែដោយសារតែដាច់អណ្ដាតស្រែកឮលលចៅទាំង3នាក់ទៀតនៅលើចុងឈើឮសំឡេងលក៏នឹកស្មានថាកូនចៅនាយសំពៅមកចាប់ខ្លួនក៏នាំគ្នាប្រញាប់ប្រញាល់រត់ចុះពីលើដើមឈើ អូយពួកយើងរត់ទៅឲ្យលឿនឡើងកូនចៅនិយាយសំពៅមកហើយតិចវាចាប់ពួកយើងបានងាប់ហើយឲ្យលឿនទៅអូយនៅមិនបានទេឲ្យលឿនទៅ ដោយសារតែមេឃងងឹតពួកគេមើលមិនឃើញក៏នាំគ្នារត់ចោលអាចៅនោះ ពួកចៅទាំង4នាក់ឮសំឡេងលមិនច្បាស់កាន់តែភ័យទៅក៏នាំគ្នារត់កាន់តែប្រញាប់ប្រញាល់ប្រាក់អាយុរៀងខ្លួនចំណែកឯនាងនោះចូលពីលើចុងឈើក៏យកប្រាក់យកទៅឲ្យប្តីហើយរកស៊ីមានបានរស់នៅសុខដុមរមនារហូតទៅ